លោកតាអានចាអាយុ74ឆ្នាំពីការជើងម្ខាងរស់នៅជាមួយកូនស្រីជាស្ត្រីមេម៉ាយក្នុងភូមិគីឡូឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងមានជីវភាពខ្វះខាតខ្លាំងមែនសូម្បីតែជំរកជ្រកបាំងថ្ងៃបាំងខ្យល់បាំងភ្លៀងក៏មិនចិត្តផងគាត់ជាមួយកូនស្រីរស់នៅក្នុងផ្ទះស័ង្កសីតូចមួយដែលមានដូចក្នុងរូបភាពដែលបងប្អូនបានឃើញជាក់ស្ដែងធ្លុះមុខធ្លុះក្រោយសូម្បីតែការហូបចុកឲ្យបានឆ្អែតដូចគេក្នុងមួយថ្ងៃ3ពេលក៏រកមិនបានផងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីលោកស៊ីវយុនហៅបងឆ្នាំងបានរាយការណ៍មកក្រុមការងារសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពកាលពីពេលកន្លងទៅថ្មីនេះនៅថ្ងៃទី22ខែសីហាឆ្នាំ2026នេះក្រុមការងារសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពដែលដឹកនាំដោយលោកអែមសុវិសាលជាប្រធានសាខាខេត្តបាត់ដំបងលោករីវ៉ានីទីប្រឹក្សាជាន់ខ្ពស់លោកស្រីហៀងអនុប្រធានលោកអនអឿមលេខាធិការលោកស្រីបញ្ញាលេខាធិការរងលោករ៉ាន់សុផលសមាជិកលោកលឹមយិនសមាជិកបាននាំយកអំណោយរបស់សប្បុរសជនមកជូនលោកតាដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃដោយមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដោយមានការចូលរួមពីបងស្រីរាជនីចិត្តធរថវិកាចំនួន20,000រៀលលោកអមរិតចំនួន10,000រៀលកញ្ញាប៉ូលីសា10,000រៀលលោកយាយហ្គោលលក់ម្ហូបនៅចិត្តលោកតាដំបងក្រញូង7,000រៀលលោកគ្រូអែមសុផលព្រមទាំងភរិយា50,000រៀលនេះគ្រាន់តែជាទឹកចិត្តតិចតួចរបស់ក្រុមការងារសមាគមយើងព្រមទាំងសប្បុរសជនដែលមានចិត្តអាណិតដល់លោកតាដែលមានវ័យចាស់ជរានិងជីវភាពលំបាកលោកតាអានចានិងកូនស្រីមានចិត្តត្រេកអរយ៉ាងខ្លាំងនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយគាត់ដែលកំពុងមានជីវភាពខ្វះខាតសង្ឃឹមថាបងប្អូនដែលបានឃើញវីដេអូនេះជួយចែករំលែកពីការលំបាករបស់លោកតាឲ្យបានឃើញដល់សប្បុរសជនដទៃទៀតដែលជាអ្នកមានចិត្តបុណ្យចូលចិត្តធ្វើទានដល់មនុស្សចាស់ជរាដែលមានជីវភាពខ្វះខាតផងចោជាពិសេសខ្ញុំបាទក៏សូមគោរពអរគុណទៅដល់ម្ចាស់ជំនួយគ្រប់រូបទាំងអស់ដែលបានជួយមកតាមរយៈខ្ញុំបាទហើយនឹងក្រុមការងារខ្ញុំបាទជូនពរពុកម៉ែបងប្អូនប្រិមិត្តយើងបាទជួបតែសំណាងល្អមានក្តីសុខក្នុងក្រុមគ្រួសារសូមឲ្យវត្ថុស័ក្តិសិទ្ធិបាទទេវតាឆ្នាំចាស់ឆ្នាំថ្មីជួយតាមថែរក្សាបីបាច់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយខ្ញុំបាទមានអ្វីទេបាទក្នុងនាមបាទអនុប្រធានសមាគមបាទសហព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពហើយខ្ញុំបាទក៏ជានិពន្ធនាយកអង្គភាពសារព័ត៌មានក្តាមក្រហមផងដែរហើយដូចមានបាទបុគ្គលិកសហការីក្រុមការងារចុះមកដល់ផ្ទះលោកតាផ្ទាល់តែម្ដងប្រិមិត្តយើងឃើញថាសកម្មភាពជាស្ដាយដូចខ្ញុំបាទបានដាក់រូបនៅខាងក្នុងវីដេអូអញ្ចឹងបាទវេទនាមែនទែនបាទផ្ទះបាទធ្លុះលហែកបាទឈើក៏មានការពុកបែកបាក់ហើយក៏រស់នៅក្រោមផ្ទះនៅលើផ្ទះនៅអាកាសអានរស់នៅក្រោមផ្ទះហ្នឹងតែភ្លៀងមកលិចទឹកក៏ពិបាកនៅដែរបាទមាននៅលោកសាបាទលោកសាពិបាកគឺយើងឃើញថាគាត់ពិបាកមែនទែនហើយណាមួយគាត់ពិការហើយចាស់ជរាទៀតបាទហើយកូនស្រីបាទធ្វើឲ្យកើតហើយបើសិនទៅរស់ស៊ីឆ្ងាយបាទចោលឪពុកពិការនៅផ្ទះអញ្ចឹងពិបាកមានតែរស់នៅស៊ូទ្រាំអត់ធ្មត់ជាមួយគ្នាអរគុណមែនទែនប្រិមិត្តយើងសម្រាប់ការតាមដានអរគុណប្រិមិត្តយើងសម្រាប់ការជួយ share ផងដែរហើយខ្ញុំបាទទាំងក្រុមការងារក៏សូមធ្វើការបញ្ចប់នៃវីដេអូប៉ុណ្ណេះផងដែរបាទសូមអរគុណនិងសូមគោរពលា